អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក៏សូមជម្រាបជូនជនរួមជាតិឲ្យបានជ្រាបដែរថានៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់យើងឃើញថាភាគីថៃបានធ្វើសកម្មភាពដាក់ទូកុងតឺន័ររាយបន្លាលួសដោតទង់ជាតិហើយក៏មានការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស៊ីវិលយើងមួយចំនួននៅក្នុងទីតាំងមួយចំនួនដែលនេះគឺជាសកម្មភាពបំពានលើបូរណភាពទឹកដីកម្ពុជាបំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយនឹងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិជាដើមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនសារជាថ្មីម្ដងទៀតថាកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះទៅកាន់ភាគីថៃហើយកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់នៅក្នុងការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកដូច្នេះសូមបញ្ជាក់ជូនការដាក់ទូកុងតឺន័រការរាយបន្លាលួសឬដោតទង់ជាតិរបស់ភាគីថៃមិនមែនបញ្ជាក់ថាទីនោះជាបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរឡើយហើយកម្ពុជាគោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ដែលចែងថាភាគីទាំងពីរឯកភាពគ្នាប្រគល់ទូនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនភាគីថៃក៏បានអះអាងថាខ្លួនគោរពស្មារតីនៃកិច្ចសេចក្តីប្រកាសរួមនេះដូចគ្នាដែរខណៈដែលសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ហើយជំរុញឲ្យភាគីទាំងពីរអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងនេះដោយស្មោះត្រង់និងឲ្យមានប្រសិទ្ធភាពដូច្នេះដំណោះស្រាយស្របតាមច្បាប់អន្តរជាតិស្ដីពីបញ្ហាព្រំដែនកម្ពុជាថៃនឹងកើតមាននៅពេលខាងមុខនេះសូមជនរួមជាតិយើងទុកចិត្តលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើងនៅក្នុងការដោះស្រាយបញ្ហានេះបាទសូមអរគុណ